បាទសូមគោរពនឹងជម្រាបសួរទូរទស្សនិកជនជាទីមេត្រីស្វាគមន៍លោកអ្នកមកកាន់វីដេអូរបស់ខ្ញុំបាទជាថ្មីម្ដងទៀតបាទកាលពីម្សិលមិញបាទខ្ញុំឲ្យការប្រកួត3គូឲ្យបងប្អូនយើងជ្រើសរើសនៅក្នុងការកំសាន្តសម្រាប់ចុងសប្តាហ៍យើងបានឃើញថាវាពិតជាមិនធ្វើបានល្អនោះទេបាទជាក់ស្ដែងគឺការប្រកួតរវាង Liverpool ជាមួយនឹង Tokyo Chelsea បាទបងប្អូនយើងគាត់គិតត្រូវមែនទែនគាត់ថា Liverpool គ្មានគីឡូជាមួយ Chelsea ទេបាទនៅទីបំផុតទោះបីជាតាមបានស្មើក៏ពិតមែនពីហង្សក្រហម Liverpool គឺ Tokyo Chelsea ឯនោះទេបើជាអ្នករកគ្រាប់បាល់ជ័យជំនះឲ្យទៅក្រុម Tokyo Chelsea នៅក្នុងការប្រកួតដ៏ធំកាលពីម្សិលមិញផងដែរចំណែកឯកំភ្លើងធំ Arsenal ខ្ញុំគិតថាបាល់នឹងអន់ណាស់ក៏2-1ឬក៏3-0ដែរបាទសម្រាប់កំភ្លើងធំតែចុងក្រោយគឺគ្រាប់បាល់មានការកើតឡើងតែ2គ្រាប់ប៉ុណ្ណោះដែលជាការសុទ្ធបញ្ចូលទីរបស់ Declan Rice និង Bukayo Saka បាទមើលទៅ Arsenal យកមិញគឺបុកខ្លាំងដែរប៉ុន្តែលក្ខណៈថាលេងមិនសូវជាចង់សុទ្ធប្រមាណទេព្រោះថាមកល្មមហើយកុំឲ្យកីឡាកររបួសតែចុងក្រោយនៅតែរបួសកីឡាករដដែលបាទមួយវិញទៀតនៅក្នុងថ្ងៃនេះបាទខ្ញុំក៏មានការផ្សាយបន្តផ្ទាល់ជូនបងប្អូនគឺជាការជួបគ្នារវាង Sevilla បាទត្រូវជួបជាមួយនឹងអ្នកមានបុណ្យ FC Barcelona ផងដែរបាទនិយាយអំពី FC Barcelona នៅក្នុងការប្រកួត La Liga គឺពួកគេតែងតែធ្វើបានល្អអញ្ចឹងយប់នេះខ្ញុំមានឲ្យបងប្អូនចំនួន2គូបាទអញ្ចឹងបងប្អូនចង់ថែមមួយណាទៀតក៏បានដែរខ្ញុំថ្ងៃនេះឲ្យ2គូបានដែរហើយឲ្យច្បាស់តែម្ដងបាទអញ្ចឹងយប់នេះបងប្អូនគូដំបូងដែលខ្ញុំនឹងឲ្យជូនបងប្អូននោះគឺ Everton ប៉ះជាមួយនឹង Crystal Palace បងប្អូនហើយ Crystal Palace លេងអត់ទាន់ចាញ់ទេប៉ុន្តែ Everton អានោះបាទជាអ្នកហ៊ានតដៃបាទឲ្យទៅ Crystal Palace បាទតឲ្យ Crystal Palace ទៀតអញ្ចឹងការប្រកួតនេះខ្ញុំហ៊ាននិយាយថាគ្រាប់បាល់នឹងមានការកើតឡើងច្រើនអត់ណាស់ក៏2លើដែរអត់ណាស់ក៏2គ្រាប់ឡើងលើដែរអញ្ចឹងបងប្អូនអាចជ្រើសរើសគូនេះលេងគ្រាប់បាល់ច្រើនបានបាទចំណែកឯមួយគូទៀតគឺជាការជួបគ្នារវាង Sevilla ជាមួយនឹង Barcelona បងប្អូនអាចជ្រើសរើសយក FC Barcelona មួយគ្រាប់បាទមួយគ្រាប់ Barcelona យកចុះបងប្អូនខ្ញុំធានាឲ្យ Barcelona យប់នេះគឺអត់ណាស់ក៏បាទបានពី1ដែរអាហ្នឹងអន់បំផុតដែរប៉ុន្តែសម្រាប់ Barcelona មួយបើសិនជាគេចង់ស៊ីដូច Bayern Munich អញ្ចឹងបាទអញ្ចឹងយប់នេះខ្ញុំហ៊ាននិយាយថាពីគូនេះគឺបងប្អូនយើងទៅជែកចិត្តជាមួយនឹងការទស្សនានៅក្នុងការផ្សាយបន្តផ្ទាល់របស់ខ្ញុំបាទផងដែរអញ្ចឹងបងប្អូនកុំភ្លេចបាទចូលទៅ follow page BKMC និង BKM Sport នៅក្នុងការផ្សាយបន្តផ្ទាល់របស់ខ្ញុំបាទរៀងរាល់ចុងសប្តាហ៍នៅក្នុងការផ្សាយបន្តផ្ទាល់ពី KM Sport ផងដែរជួបគ្នានៅវីដេអូក្រោយជម្រាបលា